ហ្នឹងហើយសួស្ដីអ្នកនាងចឹងហ្នឹងគឺយើងទៅបង្កើត PayPal ទៅអូនេស៊ីណាចឹងនេះគឺយើងដូរប្រទេសទៅអ្នកនាងយើងដូរទៅប្រទេសឥណ្ឌូនេស៊ីចឹង PayPal ឥណ្ឌូនេស៊ីឥឡូវគឺវាស្រួលបង្កើតមែនទែនចឹងអ្នកអាចបង្កើតទុកម្នាក់មួយទៅដោយសារវាស្រួលបង្កើតណាបើប្រទេសផ្សេងយើងអាចបង្កើតដាក់លេខខ្មែរបានដែរប៉ុន្តែឥណ្ឌូនេស៊ីគឺបង្កើតទៅវាមានលេខខ្មែរស្រាប់ចឹងហើយយើងអាចទទួលលុយជាមួយនឹងFacebook ហើយនិង TikTok បានអ្នកនេះអត់ភ័យព្រួយទេចឹងនេះអ្នកនេះអាចរើសប្រទេសឥណ្ឌូនេស៊ីទៅនេះខ្ញុំអូសបន្តិចណាខ្ញុំមើលចឹងអានេះវាមានអឺរ៉ុបមានអីចឹងណាប៉ុន្តែគោលបំណងរបស់យើងគឺយើងបង្កើតនៅឥណ្ឌូនេស៊ីទៀតចឹងយើងយកប្រទេសយើងទៅកាន់អានេះនៅអាហ្វ្រិកអញ្ចឹងណាអាស៊ីប៉ាស៊ីហ្វិកហ្នឹងនេះឥណ្ឌូនេស៊ីអញ្ចឹងយើងស្រុកលើឥណ្ឌូនេស៊ីមកចឹងមានលោតបានហ្នឹងចឹងអ្នកនាងអាចអូសទៅក្រុមទៅចឹងមើលសិនណាពីបែបបទនៃការបង្កើតអីផ្សេងៗហ្នឹងទៅអ្នកនាងចឹងនេះគឺយើងបង្កើតវាមកអូខេយើង create វា create ហ្នឹងយើងយកទៅលើ business ណានេះយើងអត់យក individual ណាយើងយក business ទៅវាគឺបង្កើតស្រួលជាង individual វាអត់ពេញបែបបទច្រើនណាចឹងនេះអានេះគឺជាឈ្មោះ fake ទេខ្ញុំដាក់ឈ្មោះ fake ឲ្យអ្នកនាងមើលទេចឹងខ្ញុំក៏មានទទួលបង្កើត PayPal ឥណ្ឌូនេស៊ីដែរយើងមាន confirm មួយ identity រហូតដល់យើងទទួលលុយបានខ្ញុំមានការ support មានអីទៅចឹងនេះយើង log in មកណានេះ password នៅដាក់អក្សរធំមុខហើយវាមាននិមិត្តសញ្ញាអីចឹងណាចឹងយើង login PayPal ចឹងមកយើងចុច let's go វាចឹងយើងមើលទៅស្រួលទេអត់ពិបាកក្នុងការបង្កើតទេនេះ guideline របស់វាគឺនេះយើង let's go វាទៅចឹងនេះយើងយកមកដល់កន្លែងហ្នឹងគឺយើងអត់យក business ទៀតទេគឺយើងយក individual seller sole property ហ្នឹងហើយអានេះយើងយក individual មកចឹងបន្ទាប់មកយើងចុច next បន្តទៀតណាចឹងចន្លោះពីហ្នឹងទៅហ្នឹងគឺនេះព័ត៌មានខ្ញុំបំពេញហើយខ្ញុំក៏ដាក់ពេលតែខ្ញុំមើលណាហើយលេខទូរស័ព្ទរបស់ខ្ញុំថ្ងៃខែខ្ញុំចេះតែដាក់ទេអ្នកនរគ្នាអត់ចាំបាច់នេះទេអ្នកនរគ្នាអាចពេលបង្កើតដាក់ថ្ងៃខែរបស់អ្នកនរគ្នាទៅណាហើយចន្លោះនេះកន្លែង address នេះយើងមាន line 1ហើយនិង line 2ណាចឹងក្នុងការបំពេញ address ហ្នឹងគឺយើងប្រើ fake address នៅក្នុងប្រទេសឥណ្ឌូនេស៊ីណាហើយពាក់ព័ន្ធមួយ address មួយហ្នឹងដែរគឺយើងអ្នកនេះមិនបាច់ចាំបំពេញទៅដល់ line 2ទេអញ្ចឹងយើងបំពេញតែ line ទី1ទៅគឺអូខេអ្នកនេះយើងដាក់ line 2ទៀតនាំទៅរវល់ទេអត់មានអីទេនេះទេអញ្ចឹងនេះខ្ញុំចូលលើគេហ្មង address ហ្នឹងគឺអ្នកនេះអាចមើលបានអ្នកគ្រាន់តែ fake address មកគឺវា load មកច្រើននៅឥណ្ឌូនេស៊ីយើងមាន address fake ច្រើនចឹងនេះខ្ញុំ copy ដាក់តែហ្មងទៅកុំឲ្យចាំយូរនៅនេះចឹងអានេះគឺខ្ញុំយកនៅចាកាតាចឹងអូខេយើង copy ចាកាតាមកបន្ទាប់មកនេះ Provin យើងដាក់ចាកាតាដែរមកយើងមិនចាំនេះច្រើនទេដាក់ចាកាតាដែរមកអានេះខ្ញុំ copy ទាំងអស់ប៉ុន្តែពេលទៅអ្នកនេះអាចលុបបានអត់ជាបញ្ហាទេនេះយើងលុបវាមកពេលយើង copy ដាក់ទៅវា load អានេះវា load ចាកាតាមកខ្ញុំមិនដឹងថាចាកាតានៅណាដែរអានេះនេះគ្រាន់ជាការ fake address ទេអញ្ចឹងអត់អីទេយើងអាចទទួលលុយបានមានន័យទៅពិបាកទេអ្នកនេះ fake ក៏ fake វាមិនអីទេសំខាន់តែយើង login ចូលបានចឹងអានេះគឺ recommend អញ្ចឹងយើងយក recommend មកយើងអត់ចាំបាច់យក original ណាអញ្ចឹងយើងយកការ recommend មកចឹងនៅនេះចុចទៅលើពាក្យថា confirm មកអូខេបើដោយសារ recommend នឹង original អញ្ចឹងពាក់ព័ន្ធមួយ original អញ្ចឹងវាអាចនឹងចាប់អីប៉ុន្តែបើ recommend យើងដាក់ទៅគឺវាអូខេទៅហ្មងចឹងនេះអ្នកនេះ select មកហើយបន្ទាប់មកនេះអ្នកវា business name បាត់ទៅពេញទេចឹងអានេះយើងរើសយកពាក្យថា computer and service ហ្នឹងហើយនេះវាយតែ computer មកគឺចេញនេះមើលយើងវាយ computer មកចឹងនេះគឺយកលើទៅ computer network information service ហ្នឹងអ្នកយកលើហ្នឹងទៅអត់អីទេនេះទូរស័ព្ទក៏យើងបង្កើតបានដែរនេះខ្ញុំបង្កើតនៅលើ computer ហើយយើង select មកគឺវា load មកឲ្យ address មិញហ្នឹងអូខេអញ្ចឹងយើងយក recommend ទៅដែរអញ្ចឹងយើង confirm
ចឹងនេះអូខេអញ្ចឹងឥឡូវយើងទទួលបាន PayPal ហើយអ្នកនេះអញ្ចឹងអូខេ PayPal យើងបានបង្កើតរួចរាល់ហើយអញ្ចឹងអរគុណអ្នកនេះសម្រាប់ការមើលវីដេអូអញ្ចឹងសម្រាប់ការ confirm អានេះខ្ញុំ confirm មានអ៊ីមែលហើយនិង ID អញ្ចឹងអានេះខ្ញុំ confirm មកតែអ៊ីមែលឲ្យអ្នកនាងមើលទេកុំឲ្យអ្នកនាងចាំយូរអញ្ចឹងណាអញ្ចឹងអរគុណសម្រាប់ការទស្សនាអញ្ចឹងអរគុណបាយបាយ